បាទជម្រាបសួរបងប្អូនយើងទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះគឺយើងមកមើលអំពីកូនកង្កែបយើងទៀតបាទចឹងនេះខ្ញុំកំពុងដាក់ចំណីហើយចង់បង្ហាញជូនបងប្អូនភាគច្រើនបងប្អូនយើងថ្មីដែលមានចំណាប់អារម្មណ៍នៅក្នុងការចិញ្ចឹមណាគាត់តែងតែមានចងល់ដាក់ទឹកប៉ុណ្ណាហ្នឹងណាបាទហើយយើងដាក់ចំណីយ៉ាងម៉េចអីយ៉ាងម៉េចព្រោះលើកដំបូងយើងអត់ចេះណាបាទតែថ្ងៃនេះគឺខ្ញុំមកបង្ហាញជូនបងប្អូនបាទទឹកដូចខ្ញុំបានបញ្ជាក់ប្រាប់ជូនបងប្អូនអញ្ចឹងគឺតាមពាក់កណ្ដាលខ្លួនវាណាបាទពាក់កណ្ដាលខ្លួនវាហើយយើងដាក់ចំណីគឺបាចរាយជុំវិញខ្លួនវាហ្នឹងណាបាទបាចរាយជុំវិញខ្លួនវាហ្នឹងទៅគឺល្អហើយបាទកូនកែបនេះដូចបងប្អូនបានឃើញបាទគឺយើងដាក់ចំណីនេះចូលចំណី3លីហើយបាទ3លីស៊ីល្អបាទស៊ីល្អកង្កែបយើងតតែឃើញវាស៊ីល្អចេះបានយើងចិញ្ចឹមវាឆាប់ធំអញ្ចឹងណាសុខភាពវាល្អហើយយើងឧស្សាហ៍ដូរទឹកដាក់ចំណីវាទៀតទៅកាន់តែប្រសើរបាទហើយដូចបងប្អូនថ្មីគឺបងប្អូនអាចទស្សនាបានបាទគឺទឹកគឺយើងដាក់ពាក់កណ្ដាលខ្លួនវាបាទពាក់កណ្ដាលខ្លួនវាអត់ច្រើនទេបាទអត់ច្រើនទេហើយចំណីគឺនេះបងប្អូនបាទគឺយើងដាក់ចំណីសម្រាប់បាទចំណីសម្រាប់នេះវាស៊ីដូចជាតន់ធ្វើឆ្អែតទេខ្ញុំដាក់ខុសតែម្ដងហើយវាទៅបាក់ដណ្ដើមគ្នាមកតែយើងដាក់មិនកុំដាក់លើកោកចំណីការចិញ្ចឹមយើងអាចចិញ្ចឹមក្នុងទឹកចាប់ចេះក៏បានយើងអាចចិញ្ចឹមនៅក្នុងទឹកច្រើនតែយើងមានចូលដើម្បីផ្ដែតប៉ុន្តែយើងមិនអាចដាក់ចំណីនៅលើកោកបានទេបាទយើងដាក់ចំណីលើកោកបានតន់តាដូចជាក្បាលត្រីក្បាលអីចឹងណាយើងដាក់លើកោករបស់លិចហ្នឹងយើងដាក់លើកោកទៅប៉ុន្តែគាត់ថាវាមិនសូវស៊ីទេបងប្អូនបាទវាជាសត្វចិញ្ចឹមចឹងវាចូលចិត្តស៊ីចំណីដែលហ្នឹងណាតែចឹងវាអត់ទៅចូលចិត្តទេអាចំណីលិចអីក្បាលត្រីអីតើយើងដាក់លើកោកហើយក៏វាមិនអាចស៊ីបាន 100% ដែរស៊ីត្រឹម30ទៅ 60% ទេបាទហើយបញ្ជាក់ប្រាប់ជូនបងប្អូនដែរគឺវាអត់ស៊ីឬកប៉ោកឬចោអីវាអត់ស៊ីទេណាបាទវាអត់ស៊ីទេបាទគឺស៊ីតែចំណីដែលមានជាតិសាច់បាទចំណីដែលមានជាតិសាច់ហើយនឹងចំណីយើងចំណីរោងចក្រយើងនេះដោយសារគេមានដាក់លេងនៅម្សៅត្រីម្សៅអីចឹងណាបាទបើថាយើងយកកតក់យកពោតអីឲ្យវាស៊ីសុទ្ធហ្មងវាអត់សូវស៊ីទេវាស៊ីដែរប៉ុន្តែគាត់ថាវាអត់ធំបាទវាអត់ធំហើយត្រីចំណីដែលមានជាតិសាច់ហ្នឹងដូចជាត្រីដូចជាខ្យងក្តាមចន្លេនចង្រិតកណ្ដូបអីហ្នឹងវាស៊ីណាហ្នឹងយើងបោះទៅស៊ីហើយប៉ុណ្ណេះអីកូនចរិតអីទៅបាក់អស់កូនក្តាមអីបាទហ្នឹងហើយចឹងវីដេអូមួយនេះខ្ញុំប៉ុណ្្នឹងទេខ្ញុំចង់បង្ហាញអំពីកម្ពស់ទឹកហើយនឹងបទពិសោធន៍នៃការដាក់ចិញ្ចឹមដបងអ្នកដែលអត់ដែលណាបាទយើងអាចយកជាបទពិសោធន៍ជាបច្ចេកទេសបានណាអរគុណច្រើនបង